តំណាងរាជគណៈបកប្រឆាំងកាលពីរសៀលថ្ងៃអង្គារអះអាងថាខ្លួននឹងដាក់លិខិតជាផ្លូវការមួយទៅក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដើម្បីសាកសួរនិងឲ្យបង្ហាញឯកសារជាក់លាក់មួយករណីក្រុមហ៊ុនស៊ូជីងដែលគ្រប់គ្រងតំបន់ទេសចរនៅខេត្តសៀមរាបមិនទាន់បង់ពន្ធជូនរដ្ឋអនុប្រធានគណៈកម្មការហិរញ្ញវត្ថុធនាគារនិងសវនកម្មនៃរដ្ឋសភាមកពីគណៈបកសង្គ្រោះជាតិលោកសុនឆៃប្រាប់ VOD បន្ទាប់ពីកិច្ចប្រជុំជាមួយមន្ត្រីសាលាខេត្តសៀមរាបកាលពីរសៀលថ្ងៃទី23ខែធ្នូថាលោកនឹងស្រាវជ្រាវរកឯកសារផ្លូវការដោយពិភាក្សាជាមួយអ្នកច្បាប់ដើម្បីដាក់លិខិតជាផ្លូវការមួយទៅក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុនៅដើមឆ្នាំ2015ខាងមុខនេះដើម្បីជំរុញឲ្យក្រុមហ៊ុនស៊ូជីងបង់ពន្ធជូនរដ្ឋតាមផ្លូវច្បាប់លោកថាក្រុមហ៊ុនស៊ូជីងនេះត្រូវបង់ពន្ធជូនរដ្ឋប្រចាំឆ្នាំប៉ុន្តែតាមការសាកសួរអភិបាលខេត្តសៀមរាបលោកខឹមមិនសុងឆ្លើយថាមិនទាន់ទទួលនៅឡើយដូច្នេះខ្ញុំថាវាត្រូវតែរៀបចំបែបបាត់ប្តឹងក្រុមហ៊ុននេះដែលបំពេញច្បាប់ណាលួចពន្ធដារពីពន្ធដារឥឡូវមានច្បាប់ចែងគ្រប់គ្រាន់កណាអត់បង់ពន្ធលួចពន្ធអីត្រូវទទួលទោសខ្ញុំថាខ្ញុំនឹងសហការជាមួយខាងខេត្តជាមួយនឹងខាងសមាជិកពន្ធដារដទៃទៀតដើម្បីពិនិត្យលើកំហុសរបស់ក្រុមហ៊ុនស៊ូជីងនេះពីព្រោះគាត់ខូចតាមដឹងគាត់លោកសុនឆៃបន្តថាក្រុមហ៊ុនស៊ូជីងមិនត្រឹមតែមិនទាន់បង់ពន្ធជូនរដ្ឋប៉ុណ្ណោះទេថែមទាំងដណ្ដើមកាន់កាប់យកតំបន់ទេសចរកំពង់ភ្លុកពីក្រុមហ៊ុនឈ្មោះស៊ីផេកដែលមានអាជ្ញាប័ណ្ណស្របច្បាប់និងបានប្តឹងប្រធានអង្គការមូលនិធិទ្រទ្រង់អរិយធម៌ខ្មែរលោកមឿងសុនដោយចោទថាផ្ដល់ព័ត៌មានមិនពិតករណីដាប់ថ្មអង្គរវត្តដាក់អំពូលភ្លើងផងដែរលោកអះអាងថាការដែលក្រុមហ៊ុនស៊ូជីងធ្វើបែបនេះបានដោយសារអាងអ្នកមានអំណាចនៅក្នុងជួររដ្ឋាភិបាលនៅពីក្រោយមានអ្នកមានអំណាចដែរនៅពីក្រោយខ្នងហ្នឹងតែគេឲ្យសិទ្ធិច្រើនណាស់ហើយពីមុននោះតាមដែលយើងដឹងគឺគាត់បានទៅទទួលសិទ្ធិក្នុងការទៅដាក់ភ្លើងនៅអង្គរវត្តអីជាដើមដូចគេបានជម្រាបខាងពីមុនមកហ្នឹងដែលគេប្តឹងគេប្រោសជារះទៅយកគេនោះទៅកាត់ទោសអីខ្ញុំមិនដឹងថាពាក់ព័ន្ធនឹងអ្នកធំណាមួយយើងនឹងស្រាវជ្រាវប៉ុន្តែខ្ញុំថាមិនអាចដោយទុកឲ្យនៅធ្វើតាមអំពើចិត្តទេគឺថាយើងត្រូវពិនិត្យមើលសិទ្ធិបន្ទុកត្រូវតែមានសិទ្ធិបន្ទុកក្នុងការកំណត់អំពីការចំណូលរបស់គាត់ VOD ព្យាយាមតាក់ទងអភិបាលខេត្តសៀមរាបលោកខឹមបន្សុងនិងអ្នកគ្រប់គ្រងក្រុមហ៊ុនស៊ូជីងលោកវ៉ាជូដាដើម្បីសុំការបំភ្លឺពីករណីនេះដែរប៉ុន្តែទូរស័ព្ទមិនមានអ្នកទទួលចំណែកប្រធានមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តសៀមរាបលោកណមពិសិដ្ឋមានប្រសាសន៍ថាករណីនេះហួសដែនសមត្ថកិច្ចរបស់លោកខ្ញុំអត់ដឹងទេពីព្រោះអានឹងទំហំធំគេធ្វើតាមរយៈ CDC ឬនឹងកាត់ហ្នឹងណាដល់ពេលហៅពេញគេថាក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាគេសុំតាមខាងលើហើយដល់ពេលរឿងលំអិតហួសពីសមត្ថកិច្ចរបស់ខ្ញុំអត់ដឹងទេទោះជាយ៉ាងណាលោកសុនឆៃថ្លែងថាបើសិនក្រុមហ៊ុនស៊ូជីងបានបង់ពន្ធជូនរដ្ឋត្រឹមថ្នាក់ខេត្តត្រូវបង្ហាញឯកសារជាក់លាក់មួយឲ្យតម្លាភាពនិងត្រឹមត្រូវទៅតាមលក្ខខណ្ឌនៃកិច្ចសន្យាជាមួយរដ្ឋាភិបាលក្រុមហ៊ុនស៊ូជីងត្រូវបានរដ្ឋាភិបាលឲ្យអាជ្ញាប័ណ្ណអភិវឌ្ឍនៅតំបន់ទេសចរណ៍ធម្មជាតិបឹងទន្លេសាបសង្កាត់ចុងឃ្នៀសក្រុងសៀមរាបខ្ញុំបូសវី VOD រាយការណ៍ពីខេត្តសៀមរាប